ថ្ងៃនេះខ្ញុំបានបេះត្រួយស្ដៅបាទយកមកឲ្យប៉ាហេងគាត់ធ្វើញោមបាទស្ដៅម្ដងដោយសារតែដល់រដូវស្ដៅបាទត្រួយល្អមែនតើអញ្ចឹងបន្ទាប់ពីបេះស្ដៅរៀបចំគ្រឿងក្រៅហើយប៉ាហេងក៏ដាក់បាទស្ងោរសាច់ជ្រូកឆ្អិនរួចរាល់ដែរហើយគ្រឿងផ្សំតិចតួចដែលយើងមានតែឆ្អើក៏យើងដាក់ទៅពិសេសដែរបាទរួមជាមួយនឹងបន្លែប្លុកមានពេជ្រប៉ុសបាទខ្ទឹមសខ្ទឹមក្រហមហើយរួមជាមួយនឹងស្ពៃក្តាប់ស្ពៃអីចឹងទៅបាទជាពិសេសគឺស្ដៅនឹងឯងយើងយកវាពេលដែលយើងបេះហើយយើងយកវាមកស្រោះដើម្បីបំបត្តិបាទភាពល្បិញរបស់វាខ្លះបាទបងប្អូនខ្លះក៏អត់សូវចូលចិត្តដែរបាទយើងស្រោចចេះទៅគឺថាវាជួយកាត់បន្ថយការល្បិញដែរហើយតែឆ្អើយើងត្រូវតែយកវាមកបាទអាំងបន្ថែមដើម្បីឲ្យវាក្តៅស្រួយល្អបាទពេលយើងបុកទៅហើយយើងញោមជាមួយស្ដៅនិងសាច់ជ្រូក3ជាន់ធានាថាឆ្ងាញ់តែម្ដងសម្រាប់តែឆ្អើនេះយើងគ្រាន់តែកម្ដៅឲ្យវាស្រួយល្អមកបាទហើយយើងបូតក៏បានយើងបុកក៏បានហើយគ្រឿងផ្សំយើងទៅមើលប្រហែលផ្សំមកបងប្អូនមកហ្នឹងមកញោមស្ដៅនេះបាទឥឡូវយើងមានគ្រឿងក្រៅគ្រប់គ្រាន់អស់ហើយបាទឥឡូវយើងដាក់ត្រីឆ្អើអានេះសាច់ជ្រូក3ជាន់អានេះទឹកហុកនេះទឹក7ទុំអានេះទឹកត្រីកកុងអានេះស្ករនេះចេងដាក់សាវហើយទៅដាច់ដីឡើងច្បងបងប្អូនទៅជូនតិចច្បាច់គួយស្មានតិចបាទបន្ទាប់ពីស្នាដៃបាទលាយគ្រឿងផ្សំបាទញោមស្ដៅរបស់ប៉ាហេងរួចរាល់បាទគឺថាម្នាក់ថាគឺចងភ្លក់តែម្ដងបាទជាពិសេសមេធីមនិយាយពីបូតបាទស្ដៅនេះគឺថាជាតិតែម្ដងដាក់អត់មានឲ្យសស្លឹកទេបាទដើម្បីថាផ្កាកហ្នឹងគឺលាយមកកប់តែម្ដងបាទនិយាយតែនីថាឆ្ងាញ់ស្នាដៃប៉ាហេងបាទគាត់ថាក៏អត់សូវចេះនិយាយប៉ុន្តែវាគ្រឿងផ្សំប៉ាហេងគឺអែមតែម្ដងហើយចូលចឹងមកឆ្ងាញ់អានេះអូតោះអញ្ចឹងចេះបនឆ្ងាញ់ចេះហ្មង